គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ខេត្តព្រះវិហារការសិទ្ធិមនុស្សកម្ពុជាកសមក បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តមកែវរិមីទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃទី26 ខែមិនិនាឆ្នាំ2025នៅសាលប្រជុំប្រាសាទព្រះវិហារជាន់ទី3នៃអគាររដ្ឋបាលសាលាខេត្តព្រះវិហារដោយមានការចូលរួមពីសំណាក់លោកមិនស៊ីថាអភិបាលរងខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំខេត្តក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងនគរបាលកងកម្លាំងអាវុធហត្ថអัยការពន្ធនាគារមន្ត្រីរាជការអង្គការសង្គមស៊ីវិលស្ថាប័នពាក់ព័ន្ធនិងជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗនៃរដ្ឋបាលខេត្តព្រះវិហារលោកមិនស៊ីថាអភិបាលរងខេត្តបានសម្ដែងនៅក្តីសោមនស្សរីករាយនិងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកែវរិមីទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ដ៏មានសារៈសំខាន់នេះនៅខេត្តព្រះវិហារលោកថាសិក្ខាសាលានេះមិនត្រឹមតែជាវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់សម្រាប់ការពិភាក្សានិងស្វែងរកដំណោះស្រាយរួមគ្នាដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជាផងដែរឯកឧត្តមទេសរដ្ឋមន្ត្រីកែវរិមីមានប្រសាសន៍ថាសិក្ខាសាលានាឱកាសនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយរដ្ឋបាលខេត្តព្រះវិហារដែលជាវេទិកាដ៏សំខាន់មួយធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន4រួមមានទី1បង្ហាញពីកិច្ចការខិតខំប្រឹងប្រែងនិងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាទី2បង្ហាញនៅការអនុវត្តយ៉ាងទៀងទាត់ចំពោះកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទី3បញ្ជ្រាបការយល់ដឹងឲ្យកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្សនិងទី4ជំរុញការចូលរួមរាល់អង្គភាពនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តនៅសេចក្តីសង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍បន្ថែមពីនេះសិក្ខាសាលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បានលើកឡើងជាសំណួរនិងផ្លាស់ប្ដូរយោបល់និងពិភាក្សាលើបញ្ហាប្រឈមនិងដំណោះស្រាយនានាពាក់ព័ន្ធនឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជានិងជាវេទិកាផ្ដល់នូវចំណេះដឹងនិងបទពិសោធន៍ដ៏មានតម្លៃសម្រាប់អ្នកចូលរួមទាំងអស់ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សនិងភាពសុខដុមរមនាក្នុងសង្គម